សូមជូនរឿងជំងឺឈឺព្រោះស្នេហ៍ដាវ៉ាត់គឺជាកូនកសិករម្នាក់តែរស់នៅក្នុងភូមិបើនិយាយពីជីវភាពរបស់ដាវ៉ាត់វិញគេបានកើតក្នុងត្រកូលអ្នកក្រីក្រជាងគេនៅក្នុងភូមិនោះក៏ប៉ុន្តែដាវ៉ាត់បានស្រឡាញ់គ្នាជាមួយនឹងកូនស្រីអ្នកមានម្នាក់នៅក្នុងភូមិនោះឈ្មោះសុភ័ណ្ឌថ្ងៃមួយពួកគេបានណាត់ជួបគ្នាដើម្បីសាកសងស្នេហាថ្ងៃនេះអាកាសធាតុនៅទីនេះពិតជាល្អណាស់តើបងយល់ឃើញដូចអូនដែរឬទេបងថាទោះបីជាអាកាសធាតុនិងធម្មជាតិនៅទីនេះល្អយ៉ាងណាក៏ដោយក៏នៅមិនស្មើនឹងសម្រស់របស់អូនដែរព្រោះក្នុងចិត្តរបស់បងពេលនេះមានតែរូបអូនម្នាក់គត់អូនសុភ័ណ្ឌមនុស្សប្រុសពិតជាពូកែលំលោមមនុស្សស្រីមែនបើពិតដោយសម្ដីបងថាមានតែអូនមែននោះសូមឲ្យមានរហូតទៅបងនិយាយគឺជាពាក្យពិតហើយបងសន្យានៅក្នុងចិត្តរបស់បងមានតែរូបអូនម្នាក់គត់អូនពិតជានារីដែលមានសំណាងជាងគេនៅលើលោកនេះហើយបើអញ្ចឹងសូមឲ្យពាក្យដែលបងនិយាយនេះគឺជាពាក្យពិតទៅចោះសូមឲ្យមេឃដីជួយធ្វើជាសាក្សីឲ្យពួកយើងទាំងពីរផងស្រាប់តែពេលនោះឆ្កលាន់មកផាំងហាក់បីដូចជាទទួលដឹងឮនៅពាក្យសម្បត្តិរបស់ពួកគេទាំងពីរនាក់អញ្ចឹងដែរបងឃើញទេសូមមេឃតែមេឃដីនៅទីនេះក៏ព្រមធ្វើសាក្សីឲ្យពួកយើងទាំងពីរនាក់ដែរសូមបងកុំក្បត់សម្ដីឲ្យសោះណាសូមអូនកុំបារម្ភអីបងគ្មានថ្ងៃបត់ចិត្តអូនទេបានហើយអូនជឿបងហើយបើអញ្ចឹងពួកយើងទាំងពីរនាក់ឆាប់ត្រឡប់ទៅផ្ទះវិញទៅព្រោះអូនខ្លាចម៉ាក់របស់អូនគាត់មើលផ្លូវអូនណាបាទអូនតោះពួកយើងឆាប់ឡើងទៅអូនដាវ៉ាត់ហើយនឹងសុភ័ណ្ឌក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយសពមួយដងនៅពេលមកដល់ផ្ទះរបស់សុភ័ណ្ឌម្ដាយរបស់នាងក៏បានសួរទៅនាងថារួចចោះកូនទៅមកពីណាចោះគេនោះគឺជានរណាដែរចាម៉ាក់កូនទៅមកពីដើរលេងជាមួយនឹងបងដាវ៉ាត់នៅចុងភូមិនេះទេម៉ាក់កូនជាមនុស្សស្រីដើរលេងជាមួយនឹងមនុស្សប្រុសបែបនេះដូចជាមិនសូវសមសោះហើយគេនោះជាអ្នកក្រទៀតតើកូនចង់មកបាក់មុខបំបាក់មាត់វងត្រកូលរបស់យើងមែនទេម៉ាក់តើម៉ាក់កំពុងនិយាយអ្វីទៅហ្នឹងកូនដូចជាមិនយល់នឹងសម្ដីរបស់ម៉ាក់ទេកូនសុំលាម៉ាក់ទៅសម្រាប់សិនហើយលុះព្រឹកឡើងម៉ាក់របស់សុភ័ណ្ឌក៏បានឲ្យអ្នកបម្រើជូនទៅផ្ទះរបស់ដាវ៉ាត់ម៉ាក់របស់សុភ័ណ្ឌបានធ្វើដំណើរមកដល់ផ្ទះរបស់ដាវ៉ាត់តើឯងមានទេដែលមានឈ្មោះថាដាវ៉ាត់នោះបាទអ្នកមីងខ្ញុំគឺជាដាវ៉ាត់តើអ្នកមីងមករកខ្ញុំទាំងព្រឹកបែបនេះមានការអ្វីនឹងខ្ញុំមែនទេតើឯងស្រឡាញ់កូនស្រីរបស់យើងឈ្មោះថាសុភ័ណ្ឌមែនទេបាទអ្នកមីងខ្ញុំនិងសុភ័ណ្ឌបានស្រឡាញ់គ្នាពិតមែនបើឯងពិតជាស្រឡាញ់កូនរបស់មីងមែននោះចាប់ពីថ្ងៃនេះទៅឯងឈប់តាក់ទងជាមួយនឹងកូនស្រីរបស់មីងទៀតទៅដើម្បីឲ្យកូនរបស់មីងបានរៀបការជាមួយនឹងកូនគេអ្នកមានតើឯងស្ដាប់ឮទេប៉ុន្តែខ្ញុំពិតជាស្រឡាញ់សុភ័ណ្ឌណាស់មិនបាច់ប៉ុន្តែប៉ុនស្គាល់អីនោះទេឯងសាកគិតមើលទៅបើឯងស្រឡាញ់កូនស្រីរបស់មីងហើយមករស់នៅជាមួយនឹងឯងក្រលំបាកបែបនេះសាកគិតមើលថានាងមានក្តីសុខដែរឬទេបាទអ្នកមីងចាប់ពីពេលនេះទៅខ្ញុំនឹងជប់ទៅតាក់ទងកូនស្រីរបស់អ្នកមីងទៀតហើយសូមអ្នកមីងកុំបារម្ភអីល្អណាស់ឯងធ្វើនេះពិតជាត្រឹមត្រូវហើយនេះបានហៅថាឯងស្រឡាញ់កូនស្រីរបស់មីងពិតប្រាកដមែនដាវ៉ាត់ម៉ាក់របស់សុភ័ណ្ឌបានចាក់ចេញទៅពេលនោះក្នុងចិត្តរបស់ដាវ៉ាត់គេមានអារម្មណ៍មួយថាពិបាកដាច់ចំណងស្នេហ៍គេនឹងសុភ័ណ្ឌខ្លាំងណាស់ប៉ុន្តែគេសន្យាជាមួយនឹងម៉ាក់របស់សុភ័ណ្ឌរួចទៅហើយចាប់តាំងពីពេលនោះមកដាវ៉ាត់គេមិនបានទៅជួបនឹងសុភ័ណ្ឌដូចសពមួយដងទៀតឡើយរឿងនេះសូមឆ្លេះតែប៉ុណ្ណេះសិនសូមកុំភ្លេចរងចាំតាមដានទស្សនានៅភាគបន្តសូមអរគុណ